ចំណុចឲ្យខ្ញុំគិតថាការស្រាវជ្រាវការរៀបចំប្រព័ន្ធអប់រំរបស់យើងហើយជាពិសេសគុណភាពនៃការអប់រំបាទពាក្យតែគុណភាពមិនសំដៅតែទៅលើសមត្ថភាពបំពាក់កុំព្យូទ័រធ្វើអាគារខ្ពស់អានឹងក៏ជាសមត្ថភាពមួយនៅក្នុងការបង្កើនមធ្យោបាយដើម្បីពង្រឹងគុណភាពអប់រំបាទប៉ុន្តែវាមិនមែនជាគោលដៅចុងក្រោយរបស់យើងទេបើមានអាគារល្អវាមានប្រព័ន្ធអប់រំល្អតែសិស្សមិនបានប្រើអានឹងសម្រាប់បង្កើនអ្វីដែលក្នុងខ្លួនរបស់គេនោះគឺលំបាកបើន័យថាបើយើងមានមែនយើងអញ្ចឹងគឺថាយើងឲ្យសិស្សទៅជាប្រើប្រាស់បច្ចេកវិទ្យាតែយើងអត់ដាក់លក្ខខណ្ឌឲ្យគាត់ធ្វើអីកម្រិតណាដែលធ្វើខ្លួនឯងកម្រិតណាដែលឲ្យប្រើបច្ចេកវិទ្យាយើងបញ្ហាបាទអាដឹងថ្ងៃមុនដែលខ្ញុំសួរនៅខ្សាច់កណ្ដាលសិស្សថ្នាក់ទីប្រមាណឲ្យប្រើ calculator ហើយប្រមាណចេះគុណលេខបូកលេខនឹងដៃតែគ្រូប្រាប់ថារៀនតើចប់បានឲ្យបានប្រើ calculator អញ្ចឹងចេះគុណលេខអាដឹងតែត្រូវចាំបាច់បំណិនក្នុងខ្លួនបំណិនមូលដ្ឋានត្រូវតែមានបច្ចេកវិទ្យាជួយជំរុញបន្ថែមបាទហើយសូមឲ្យយើងគិតថាវិស័យឯកជនក្នុងអប់រំជា business ប៉ុន្តែ business ជាធុរកិច្ចដែលចាំបាច់ខុសពីធុរកិច្ចផ្សេងទៀតខុសពីហាងកាទៀវខុសពីហាងអីរោងចក្រផលិតរថយន្តយើងគឺជាធុរកិច្ចដែលកសាងធនធានមនុស្សដែលទៅបង្កើតបន្ថែមទៀតអញ្ចឹងខ្ញុំសូមឲ្យក្រសួងអប់រំហើយយើងបានធ្វើជាប្រចាំហើយមានការចូលរួមពីគ្រប់ក្រសួងវិទ្យាគេថាសាកលវិទ្យាល័យរបស់យើងទាំងអស់ទាំងរដ្ឋទាំងឯកជនក្នុងការស្រាវជ្រាវបន្ថែមជាប្រចាំបាទព្រោះទុនធានមនុស្សយើងពឹងលើយើងហើយប្រទេសជាតិយើងពឹងលើយើងហើយមិនរដ្ឋាភិបាលត្រឹមតែមកចេញដាក់គោលនយោបាយពង្រឹងធនធានមនុស្សប៉ុន្តែធ្វើយ៉ាងម៉េចគឺពឹងទៅលើស្ថាប័នអប់រំគ្រឹះស្ថានអប់រំឯកជនរដ្ឋមិនថាអញ្ចឹងឯកជនរដ្ឋគ្រឹះស្ថាននេះហើយដែលត្រូវហើយសូមកុំទម្លាក់គុណភាពដើម្បីប្រកួតប្រជែងបារម្ភបំផុតគឺទម្លាក់គុណភាពដើម្បីប្រកួតប្រជែងអត់បានចូលរៀនក៏បានសញ្ញាបត្រនេះបញ្ហាអត់តម្លៃឲ្យថ្ងៃក្រោយខ្ញុំថានឹងមិនជួយ brand របស់យើងគឺមិនល្អតែម្ដងបាទ brand របស់យើងបានន័យថាម៉េចពីដំណាក់កាលនីមួយទៅដំណាក់កាលនីមួយមិនខុសពីកាហ្វេទេហាងកាហ្វេទេពេលមុនគឺបើសិនជាមានម៉ាស៊ីនត្រជាក់អត់ចូលទេអានឹងថ្លៃកាហ្វេទៅតែនេះប៉ុន្តែក្រោយមកចាប់ផ្ដើមបានន័យថាជីវភាពរបស់ប្រជាជនបានទូទាគាត់រកគុណភាពរកកន្លែងអញ្ចឹងគាត់សុខចិត្តទៅតកតុយគ្នានៅចាំកន្លែងដែលមានអ្វីដែលផ្ដល់ឲ្យគាត់គុណភាពពិតប្រាកដអញ្ចឹងខ្ញុំសូមឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាលាព្រោះយើងបដោះបដាលមិននិយាយតែថ្នាក់ឧត្តមសិក្សាទេទាំងថ្នាក់តូចមកហើយរដ្ឋយើងកំពុងតែខិតខំដើម្បីពង្រឹងផងយើងពង្រីកបន្ថែមដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រូយើងពង្រីករករូបមន្តអាណត្តិទេយើងយកគ្រូកុងត្រាផងអីផងដើម្បីពង្រីកទៅដល់មូលដ្ឋានដើម្បីឲ្យសិស្សកុំឲ្យបោះបង់ពួកកន្លែងខ្លះឆ្ងាយបោះបង់អញ្ចឹងយើងពង្រីករូបមន្តរកកន្លែងណាដែលអាចផ្លិចថារកគ្រូបានគ្រូបឋមស្រួលរកជាងគ្រូមធ្យមគ្រូវិទ្យាល័យបាទអញ្ចឹងយើងមើលរូបមន្តណាដើម្បីទេព្រោះគ្រូបឋមបើគាត់ចូលនិវត្តន៍យើងរើសថ្មីមកថ្នាក់បឋមអត់លំបាកទេបាទគុណវុឌ្ឍក៏មិនខ្ពស់ដែរតែគ្រូវិទ្យាល័យឧទាហរណ៍គ្រូរូបវិទ្យាគ្រូគីមីគ្រូអីហ្នឹងគឺសំខាន់អញ្ចឹងយើងបដោះបដាលយ៉ាងម៉េចហើយយើងត្រូវគ្រូដែលមានសមត្ថភាពមានគុណវុឌ្ឍដែលគាត់ចូលនិវត្តន៍ហើយអាចរូបមន្តណាកុងត្រាគាត់ចូលមកវិញដើម្បីយើងបំពេញសាលាទៅ
បើមិនចឹងទេបញ្ហាគុណភាពរបស់យើងphầnភាគច្រើនគឺនៅសាលារដ្ឋនៅថ្នាក់ក្រោមឧត្តមដល់ថ្នាក់ឧត្តមសាលាឯកជនដើរតួនាទីបំពេញច្រើនបាទហើយដោយសារការចូលរួមរបស់វិស័យឯកជនគោលនយោបាយដែលសម្ដេចនាយកបានដាក់ចេញនោះយើងបានពង្រីកទៅដល់ខេត្តបំពឹងសាលារដ្ឋយើងមានការលំបាកតែមានការចូលរួមពីវិស័យឯកជនគឺល្អ